មេឃរៀបនឹងងងឹតស្លុបទៅហើយនៅពេលដែលរថយន្តស៊ីបចាស់មួយគ្រឿងបានមកជួបនៅមុខច្រកចូលភូមិអង្គរជ័យដែលនៅស្រុកក្នុងតំបន់ហៅថាភូមិអ៊ិតក្មេងពីសិតដែលជាមេក្រុម YouTuber Ghost Hunters ដែលល្បីខាងដើរលុបលួយតាមផ្ទះខ្មោចបានចុះពីលើឡានរួចដកដង្ហើមធំស្រូបយកខ្យល់អាកាសដែលពោពេញទៅដោយក្លិនស្លឹកឈើស្ងួតនិងសំណើមនៃព្រៃភ្នំដ៏ជ្រៅនៅពីក្រោយគេគឺលេខធនាដែលជាអ្នកកាន់កាមេរ៉ានិងវិចិត្រដែលជាអ្នករៀបចំភ្លើងនិងឧបករណ៍សម្លេងពួកគេមកទីនេះដើម្បីស្វែងរកការពិតពីក្រោយរឿងព្រេងនិទានដ៏រន្ធត់កាលពី20ឆ្នាំមុនដែលនិយាយថាក្មេងៗទាំងអស់នៅក្នុងភូមិបានបាត់ខ្លួនដោយគ្មានដានឆ្មិនយប់តែមួយបន្សល់ទុកតែភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចដែលគ្មានអ្នកណាហ៊ានមកក្បែរបងពិសិដ្ឋបងប្រកាសតែថាទីនេះគ្រាន់តែជាភូមិរបស់បងចៅខ្ញុំមានអារម្មណ៍ថាមិនស្រួលតតែសោះតាំងពីយើងឆ្លងកាត់ខ្លងទាឈើអំបញ្ញមិញមកលក្ខណៈពោទាំងសំឡេងញើខណៈនាងលើកកាមេរ៉ាឡើងដើម្បីពិនិត្យពន្លឺភូមិនេះហាក់ដូចជាត្រូវបានពិភពលោកបំភ្លីចោលទាំងស្រុងផ្ទះឈើចាស់ៗដែលទ្រុឌទ្រោមខ្លាដូររលំផ្ងាជើងខ្លាទៀតគ្រប់ដណ្ដាប់ដោយវលីនិងស្លាយចិត្តឈឹងអ្វីដែលប្លែកបំផុតនោះគឺភាពស្ងប់ស្ងាត់គ្មានសំឡេងសត្វលើអ៊ឹតយំគ្មានសំឡេងបាក់ស៊ីឬសំបីតែសំឡេងខ្យល់បក់កាត់ដើមឈើក៏មិនឮដែរគឺមានតែភាពស្ងាត់ជ្រងងំដែលធ្វើឲ្យអ្នកស្ដាប់ឮសំបីតែសំឡេងចង្វាក់បេះដូងខ្លួនឯងលោតដុបនៅខ្លួនទ្រូងវិចិត្រសាយតិចដើម្បីបំបត្តិភាពភ័យខ្លាចរួចឆ្លើយថាបើមិនព្រឺក្បាលបែបហ្នឹងមិននឹងបានវីដេអូល្បីទៅបើមានខ្មោចចេញមកមែននោះវីដេអូយើងនឹងផ្ទុះខ្លាំងនឹងខានពួកគេទាំង3ចាប់ដើមដើរចូលទៅក្នុងឃុំយឺតតាមដងផ្លូវដីដែលពោពេញដោយស្មាខ្ពស់ពន្លឺពិលរបស់ពួកគេចាប់ដើមរេទៅលើជញ្ជាំងផ្ទះដែលពោពេញដោយធ្លីដីនិងរូបភាពចាស់ៗដែលដាច់រហាក់ភ្លាមនោះលក្ខណៈបានស្រែកតិចហើយចង្អ៊ូទៅកាន់គំនូរឈើចាស់មួយនៅខាងក្រោយផ្ទះធំជាងគេក្នុងភូមិមើលចុះនោះជាអ្វីនៅក្នុងពន្លឺព្រឺនៃពិលពួកគេបានឃើញក្មេងប្រុសម្នាក់រូបរាងស្គមស្កាំងស្លៀកពាក់ខោអាវចាស់រហែកក្រហុយឈរអើតលឿតពីក្រោយជញ្ជាំងផ្ទះភ្នែករបស់ក្មេងនោះធំនិងពោពេញដោយភាពភ័យខ្លាចយ៉ាងខ្លាំងពិសិដ្ឋបំរុងនឹងដើរទៅរកដើម្បីសួរនាំប៉ុន្តែក្មេងនោះបានដាក់ម្រាមដៃលើមាត់ជាសញ្ញាឲ្យស្ងាត់រួចយកដៃចង្កូលទៅកាន់ផ្លូវដែលពួកគេទើបតែដើរចូលមករួចធ្វើកាយវិការគ្រវីដៃឲ្យពួកគេចាក់ជើងទៅវិញជាបន្ទាន់ក្មេងនោះហាក់ដូចជាចង់ប្រាប់ឲ្យពួកគេរត់ចេញពីទីនេះឲ្យលឿនបំផុតមិនទាន់នឹងបានពោលពាក្យអ្វីផងក្មេងនោះក៏រត់បាត់ទៅក្នុងភាពងងឹតឈឹងបាត់ទៅខ្មោចក្មេងមែនទេបងវិចិត្រសួរទាំងស្រឡាំងកាំងញើសត្រជាក់ចាប់ដាំហូរស្រក់តាមជើងសោកប៉ុន្តែមិនទាន់នឹងមានអ្នកណាតបផងស្រាប់តែមានសំឡេងមួយបានបន្លឺឡើងពីចម្ងាយយ៉ាងច្បាស់ខ្វាច់វាជាសំឡេងឈើធ្ងន់ម្យ៉ាងដែលត្រូវបានគេអូលលើដីរឹងនឹងគ្រោះសំឡេងនោះកាន់តែខិតមកជិតកាន់តែជិតរហូតដល់ដីហាក់ដូចជាញើតិចតាមចង្វាក់នៃការដើរដ៏យឺតបន្ទាប់មកសំឡេងវើតដែលជាសំឡេងខ្យល់កាត់តាមវត្ថុដែលមានងូតស្រួចនិងមានរាងកោងដែលទំពុកបានបន្លឺឡើងនៅលើអាកាសយ៉ាងរន្ធត់បំផុតក្លិនឆ្អាបឈាមស្រស់និងក្លិនស្អុយរលួយដោយសាកសពដែលងាប់យូរថ្ងៃបានភាយមកបាក់ចំមុខរូបពួកគេយ៉ាងខ្លាំងពិសិដ្ឋប្រញាប់បញ្ជាឲ្យគ្រប់គ្នាពន្លត់ភ្លៀងពិលរួយពួននៅពីក្រោយរទេះគោចាស់មួយពីក្នុងភាពងងឹតស្លុបពួកគេបានឃើញសម្រងមនុស្សចាស់ម្នាក់រាងកាយខ្ពស់ស្រឡះលើស្ពីមនុស្សធម្មតាស្បែកជ្រួជ្រាវខ្មៅស្រអាប់ដោយសម្បុកឈើងាប់ដៃយឺតដោយដៃម្ខាងអូសឈើច្រោះដែលមានដងដៃកោងធំសម្បើមនោះមិនមែនជាខ្មោចដែលពួកគេកំពុងស្វែងរកទេប៉ុន្តែជាមនុស្សរស់ដែលមានវិញ្ញាណខ្មៅងងឹតភ្នែករបស់បុរសចំណាស់នោះបញ្ចេញពន្លឺពណ៌ក្រហមសកម្មដូចភ្លើងរងើកនៅក្នុងភាពងងឹតហាក់ដូចជាសត្វព្រៃដែលកំពុងតាមប្រមាញ់ចំណៃគាត់ជប់ងក់រួចងើបក្បាលហៀតក្លិនលើអាកាសយ៉ាងយូរថ្មីមកដល់ហើយសំឡេងក្រៀមសក់ដែលចេញពីបំពង់ករបស់គាត់ធ្វើឲ្យនៅទាំង3ដកដង្ហើមសឹងមិនចេញពួកគេទើបតែដឹងខ្លួនថាពួកគេមិនមែនមកទីនេះដើម្បីប្រមាញ់ខ្មោចទេប៉ុន្តែពួកគេកំពុងស្ថិតនៅក្នុងញ៉ាំរបបប្រមាថប្រមងដែលជាឃាតករអត្តកន្ធមិដែលតាមសម្លាប់មនុស្សយកធ្លើមដើម្បីរក្សាជីវិតអមតៈរបស់ខ្លួន